ដាច់លេខកន្លែងនេះមួយដែរបងនេះពលឺមានដាច់លេខឲ្យកន្លែងនេះមួយពូលធ្វើការបាទបងប្អូនអានេះមិញគឺបងប្រុសម្នាក់គាត់តែងទូខ្ញុំគាត់មានបញ្ហាដោយសារអំពូលអត់ភ្លឺបងប្អូនបាទហើយសភាពហ្នឹងគឺយើងមើលទៅដោយសារលេខខាងលើថយចុះច្រើនហើយតែលេខកម្ដៅខាងក្រោមយើងកំណត់37កន្លះអញ្ចឹងអំពូលវាអត់ភ្លឺបាទបញ្ហាហ្នឹងគឺវាខូចប្រព័ន្ធបញ្ជាអំពូលនៅពេលដែលយើងបដូរអំពូលថ្មីហើយវាអត់ភ្លឺហ្នឹងគឺបញ្ជាក់ថាវាខូចប្រព័ន្ធបញ្ជាអំពូលវាហ្នឹងហើយអញ្ចឹងក្បាលបញ្ជាយើងមានប្រព័ន្ធបញ្ជាអំពូលហ្នឹង2បងប្អូនបាទយើងអាចដោះដូរបាទដោះដូរពីអាចាស់ដាក់ថ្មីនៅក្បែរហ្នឹងណាបាទហ្នឹងហើយតិចទៀតខ្ញុំផ្ញើវីដេអូបាទរបៀបដូរហ្នឹងបាទយើងមើលតាមហ្នឹងទៅដូរតាមហ្នឹងទៅបងអាចដូរបានហើយបាទហ្នឹងហើយលទ្ធផលគឺមិនចាំបងតាក់ទងទៀតណាព្រោះតាដំលក់ទូខ្ជោះនៅពេលដែលមានបញ្ហាហ្នឹងគឺតែងតែដោះស្រាយជូនអតិថិជនបាទហើយទូនេះបងទិញតាំងពីកាល COVID 2019បាទយូរហើយបងប្អូនបាទចូល5ឆ្នាំ6ឆ្នាំហើយបាទហើយគាត់នៅតែតាក់ទងមកអញ្ចឹងបាទហ្នឹងហើយអញ្ចឹងនេះវីដេអូដែលខ្ញុំផ្ញើទៅឲ្យណាអានេះអា2នេះខ្សែអំពូលចាស់បងនេះបាទខ្សែអំពូលចាស់អញ្ចឹងបងដកជើងមើលឆ្កាស់ដកវាមកបាទដកវាខ្ញុំដាក់នេះបាទ2គ្រាប់នេះបងបាទត2គ្រាប់នឹងមកវិញបាទវាកន្លែងកដៅជំនួយបងវាភ្លឺបានដល់ 37.2 ដែរនេះបាទហ្នឹងហើយអញ្ចឹងបើយើងចង់បាន 37.5 បងឯងកំណត់អាក្រោមដល់ 37.7 ទៅអញ្ចឹងអាលេខលើវាភ្លឺដល់ 37.5 វាលុតអញ្ចឹងណាបងបាទហ្នឹងហើយនេះអានេះខ្សែភ្លើងចូលបាទខ្សែភ្លើងចូលបាទចានេះតចូលនេះបងអញ្ចឹងដោះពីអាចារ្យនេះអានេះមួយដោះចូលអានេះមួយវិញមកបងណាបាទនេះថ្មីបាទហ្នឹងហើយភ្លឺឲ្យបងភ្លឺឲ្យអូខេអរគុណច្រើនបាទបងប្អូនអានេះទូខ្ជោះនេះគាត់សួររហូតពឹកមិញតែមករហូតបងប្អូនបាទគាត់ថាកដៅឡើងមិនចេះគ្រប់សោះណាទូគាត់ណាបាទឡើងមកព្រឹកអីបាទដោយសារអីនោះបងប្អូនឡើង41ហើយគាត់កំណត់ប្រមាណពងមន់យើងកំណត់តែ37កន្លះទេបងប្អូនបាទដោយសារគាត់នោះកំណត់អាក្រោមដល់73កន្លះបាទអញ្ចឹង73កន្លះសួរថាពងមន់អាចញាស់មិនបាទហ្នឹងហើយមិនឆេះអស់ទេបាទហើយអញ្ចឹងអត់ស៊ីស្រ័យបងប្អូនបាទដោយសារគាត់ប្រើយូរហើយតែគាត់ភ្លេចមិនដឹងថាម៉េចគាត់ error មិនគាត់បាទហ្នឹងហើយដល់ពេលអញ្ចឹងទៅគាត់អាលេខលើឡើងដល់41ហើយគាត់នៅថាភ្លើងវាភ្លឺមិនគ្របអំពូល100វ៉ាត់2គ្រាប់ទៀតបងប្អូនបាទក្នុងទូមួយហ្នឹងគាត់ថាឡើងមិនគ្រប់បដ ாய் ណាបាទហើយដល់ពេលអញ្ចឹងគាត់ឆ្ងល់គាត់បាទដល់ឲ្យមើលវីដេអូនេះបាទអញ្ចឹងកំណត់ដល់73អញ្ចឹង73នេះគឺ73កន្លះឆេះហ្មងបងប្អូនបាទអត់សល់ទេបងប្អូនបាទហ្នឹងហើយអញ្ចឹងប្រយ័ត្នប្រយែងបាទសេរីដាក់37កន្លះវិញមកត្រូវហើយបងប្អូនណាបាទហ្នឹងហើយដោយសារយើងកំណត់អាក្រោមលើសម៉ាសម៉ូមពេកបាទហ្នឹងហើយនេះស្គួយស្រែកូនកាត់ណាបាទកូនកាត់បាទពួកយើងសាកបាទចង់ប្រកាត់យកស្គួយស្រែហើយកូនកាត់នេះគឺគោលបំណងគឺពងច្រើនបាទជើងលឿងបាទជើងលឿងចំពោះលឿងបាទហ្នឹងហើយបាទហើយពណ៌ស្គួយស្អាតបងប្អូនណាបាទហើយយើងប្រកាត់អានេះទៅបានមួយចំនួនទេបាទហ្នឹងហើយតិចទៀតកូនវាចេញមកចូលចំនួនទី2បាយើងទៅដូរបាទយើងដូរបាយើងអត់ដាក់បាបងប្អូនវាទេបាទយើងទៅដូរបាផ្សេងមួយទៀតបាទដើម្បីឲ្យបានElder បាទចំនួន Elder ណាអានេះពូជស្គួយបាទភ្លីបាទហើយចឹងមានប្រមាណឈុតដែរបាទត្រៀមប្រកាត់បាទហើយចិត្តមានកូនដែរវាចាប់ផ្ដើមជន់ផ្ដើបងប្អូនណាបាទហ្នឹងហើយចឹងអាចចង់បានកូនអីអាចកំងបានបងប្អូនណាបាទចាប់ផ្ដើមចិត្តតែបាទមួយខែទៀតគឺមានកូនលក់ឲ្យមុននេះណាបាទ